ជីកង់កំសាន្តអង្គរបទពិសោធន៍ថ្មីសម្រាប់អ្នកស្រឡាញ់ធម្មជាតិនិងវប្បធម៌ខ្មែរមីជាតិស្នាដៃខ្មែររសជាតិខ្មែរវិការឆ្លុះបញ្ចាំងពីឧត្តមភាពតំបន់អង្គរមិនមែនត្រឹមតែជាទីតាំងអរិយធម៌បុរាណដ៏ល្បីលើពិភពលោកនោះទេប៉ុន្តែបច្ចុប្បន្ននេះក៏បានក្លាយជាគោលដៅអេកូទេសចរណ៍ដ៏សំខាន់មួយដោយសារតែមានការអភិវឌ្ឍផ្លូវកង់ដែលអាចឲ្យភ្ញៀវទេសចរចូលទៅទំនាក់ទំនងជិតស្និទ្ធជាមួយនឹងធម្មជាតិនិងស្ថាបត្យកម្មបុរាណសូមជម្រាបថាផ្លូវកង់គឺជាផ្លូវពិសេសដែលបានរៀបចំឡើងជាចំណងផ្លូវបៃតងសម្រាប់អ្នកជិះកង់បង្កើតបទពិសោធន៍ធ្វើដំណើរកម្សាន្តផ្ទាល់ខ្លួនក្នុងតំបន់អង្គរផ្លូវទាំងនេះមានសុវត្ថិភាពនិងស្ងប់ស្ងាត់ដោយឆ្លងកាត់ព្រៃឈើឧទ្យាននិងបរិវេណប្រាសាទបណ្ដាលឲ្យអ្នកទេសចរអាចស្វែងយល់អំពីធម្មជាតិបរិស្ថាននិងវប្បធម៌ក្នុងពេលតែមួយអត្ថប្រយោជន៍នៃការជិះកង់ក្នុងអង្គរមានសុខភាពនិងកាយសម្បទាការជិះកង់ជួយកាត់បន្ថយសម្ពាធធ្វើឲ្យបេះដូងមាំមួននិងល្អសម្រាប់សុខភាពទូទៅផ្លូវកង់អនុញ្ញាតឲ្យអ្នកជិះកង់អាចរីករាយជាមួយនឹងសម្លេងធម្មជាតិដូចជាសម្លេងសត្វបក្សាបក្សីខ្យល់អាកាសបរិសុទ្ធនិងទេសភាពបៃតងជំរឿសបរិយាកាសបៃតងបានជួយកាត់បន្ថយឥទ្ធិពលផ្លូវចរាចរណ៍និងការប្រើប្រាស់រថយន្តអ្នកទេសចរក៏អាចឈប់សម្រាកនិងទស្សនាប្រាសាទជាច្រើនដូចជាប្រាសាទបាយ័នប្រាសាទតាព្រហ្មនិងប្រាសាទអង្គរវត្តក្នុងលក្ខខណ្ឌស្ងប់ស្ងាត់ជាងការជិះឡានការជិះកង់នៅក្នុងតំបន់អង្គរមិនត្រឹមតែមានទំនាក់ទំនងជាមួយវប្បធម៌និងប្រវត្តិសាស្ត្រទេប៉ុន្តែសម្រាប់អ្នកស្រឡាញ់ធម្មជាតិនេះជាវិធីដ៏ល្អបំផុតក្នុងការស្វែងយល់និងរីករាយជាមួយកម្ពុជាបែបបៃតងមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់